ជាទីគោរពស្វាគមន៍ការវិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំនៅម៉ោង 9 យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាស្វាគមន៍ប្រិយមិត្តដែលនាំមុខគេកម្រិតថាវិចិត្រសួនឌីណាដានីបាទភឿនសម័យប្រិយមិត្តសំណាងស៊ូនីពុកយូហាក់ពៅ KH Cambodia ជារីយ៉ាន់សង្ឃឹមថ្ងៃមួយសុកសែមឈឹមពិសិដ្ឋគួប៉ូឡែននិងប្រិយមិត្តធីរ៉ាតន្ត្រីសម័យព្រមទាំងប្រិយមិត្តអតីតទៀតដូចជាសុកសុខុមរ៉ានិងឈឹមសុផាតមុខបូព៌ាដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំនារាត្រីយប់ថ្ងៃច័ន្ទម៉ោង 9 យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាខ្ញុំសូមបង្ហាញនៅរបៀបបរិយាតាមទម្លាប់ទី1គឺការបង្ហាញប្រធានបទទី2បកស្រាយទី3សំណួរចម្លើយនិងបញ្ហាផ្សេងប្រធានបទថ្ងៃនេះមាន2ប៉ុន្តែមុននឹងឈានចូលទៅដល់ការបង្ហាញនៅប្រធានបទទាំងពីរនេះថៃសុផាHID share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដមមែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តខឹងចាញ់ប្រាជ្ញាកក្មេងកតិបណ្ឌិតទៅចាប់ឪដាក់គុកទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី1និងប្រធានបទទី2ចន្ទ្រាវតីលីគឺប្រពាក់ក្រឡាគ្នាកម្ពុជាពេលនេះត្រូវការអ្នកក្លាហានប្រធានបទទី2តុលាការផ្ដាច់ការហ៊ុនធ្វើត្រូវវិបត្តិពិតប្រាកដមិនមែនភូមិទេគឺកម្ពុជាប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតផាន់ម៉ាញ់ទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតមានគ្រឿងក្លែងពីរមុននឹងចូលទៅដល់ប្រធានបទសំខាន់ទាំងពីរម៉ាន់គីទី1បងប្អូនយើងកូនសិស្សសូនតារាម្នាក់គាត់នៅប្រទេសអូស្ត្រាលីគាត់ផ្ញើសារមកខ្ញុំគាត់ថាតាមពិតគាត់ប្រុងផ្ញើសារមកយូរហើយប៉ុន្តែដោយសារតែពេលនោះលោកគ្រូផ្អាកការផ្សាយផ្ទាល់មួយរយៈពេលនេះខ្ញុំឃើញលោកគ្រូផ្សាយផ្ទាល់វិញទើបគាត់ផ្ញើសារហុងសុកជាមកដោយនិយាយរឿងប្រវត្តិអញ្ចេះទេចាន់វីគាត់និយាយអំពីមិត្តភ័ក្តិរបស់គាត់ណាដែលនៅធ្វើការជាមួយគ្នាមិនដឹងគាត់បញ្ជាក់លីមេងគាត់ថាអូស្ដាប់សូនតារាមិនថាគាត់នឹងមិនចង់ស្ដាប់ទេសុកៃប៉ាវគ្រាន់តែថាសូនតារានឹងវានិយាយយូរពេក Sunrises និយាយម្ដង1ម៉ោងជាងឯនោះវាមានពេលឯណាស្ដាប់ហើយគាត់ថាកោតតែឯងនឹងរើយស៊ីនរើយរីស៊ីនចេះតែមានពេលតែស្ដាប់សូនតារាណាដល់ម្លឹងបងប្អូនមានតាមពិតចំណុចនេះមិនមែនជាលើកទី1ទេដែលខ្ញុំនិយាយហើយក៏មានអ្នកផ្ញើសារផ្ទាល់មកខ្ញុំដែរសាប្រីណាណាមិនមែនតែគាត់ទេដែលផ្ញើសារប្រាប់ខ្ញុំរឿងហ្នឹងហើយខ្ញុំក៏ធ្លាប់បានឆ្លើយទៅកាន់ប្រិយមិត្តជាច្រើនដងហើយដែរនៅមតិអស់ហ្នឹងអ្នកខ្លះគេថាលោកគ្រូកុំនិយាយវែងពេកចេះលីនិយាយទៅ10នាទី15នាទីអីបានហើយសុំមនុស្សខ្លះទៀតគេថាអូលោកគ្រូនិយាយនឹងកុំអានឈ្មោះព្រោះមើលទៅវាដូចថាវាពងដាច់ចង្វាហើយខ្ញុំឆ្លើយឆ្លើយតបហើយខ្ញុំនៅតែឆ្លើយតបដដែលទី1បងប្អូនអ្នកដែលមើលទូរទស្សន៍សូនតារានឹងគឺជប់សូមិនចង់ឲ្យដាច់ទេណាអ៊ីវបន្លក
ទី2អ្នកដែលមើលទូរទស្សន៍សូនតារាគេឆ្លាតបើគេមានពេលគេមើលពីដើមដល់ចប់ទៅបើអ្នកដែលអត់ទេគេមើលចោះហើយណាទោះជាខ្ញុំនិយាយ1ម៉ោងក៏ដោយសេងគ្រី2ម៉ោងក៏ដោយក៏មានបងប្អូនយើងយកវីដេអូសូនតារានៅចំណុចកន្លឹះល្អណាផេកខ្លះយកទៅកាត់ណាគាត់កាត់នៅតែ5នាទី2នាទី3នាទីអីហ្នឹងអ្នកមូលរាប់លានបងប្អូនណាបងប្អូនមានដែលឃើញអ្នកដែលគាត់ដែលស្រឡាញ់ទស្សនៈរបស់សូនតារាហើយស្ដាប់ទៅវាឆ្លុះបញ្ចាំងណាវិជាធនពីការពិតនៅក្នុងសង្គមហ្នឹងគាត់កាត់តែ5នាទីណា5 6នាទីឬខ្លះតែ2 3នាទីហ្នឹងយកទៅដាក់ទៅគឺថាមនុស្សមើលភ្លុកទុកគាត់មើលច្រើនជាងដែលផេកសូនតារាទៀតដោយសារអីដោយសារហ្នឹងហើយខ្ញុំហៅថាឆ្លាតយើងសិភៅមួយក្បាលបើយើងនិយាយនៅក្នុងការរៀនសិក្សាយើងមិនអាចទៅរៀនមួយក្បាលបានទេតែមួយឆមានទេយ៉ាងហើយក៏រៀនសិភៅបណ្ណាល័យគេមិនអាចមានមួយក្បាលទេបណ្ណាល័យណាបងប្អូនសិភៅរាប់ម៉ឺនរាប់លានរាប់សែនក្បាលទេណាប៉ុន្តែជាជំរឿនរបស់យើងត្រូវជ្រើសរើសដូចគ្នាការមើលសូនតារាអ្នកដែលគេចេះមើលចំណុចសំខាន់កន្លែងណាដែលមិនសូវសំខាន់ទៅកាន់គុណគេក៏រំលងទៅអានេះខ្ញុំនិយាយពីអ្វីដែលខ្ញុំធ្លាប់ឆ្លើយហើយខ្ញុំឆ្លើយមួយទៀតថាអ្នកដែលខ្ញុំអានឈ្មោះវាបញ្ជាក់ថាសូនតារាណាកំពុងតែផ្សាយផ្ទាល់ពលលោកបាទខ្ញុំហើយខ្ញុំនិយាយជាមួយនឹងប្រិយមិត្តខ្ញុំអត់និយាយតែឯងដូចហ៊ុនសែនទេឬក៏ដូចហ៊ុនម៉ាណែតទេបញ្ជាក់ថាខ្ញុំកំពុងតែរស់រានមានជីវិតផ្ទាល់ដូចអ្នកសាឡនដូចអង្គររៀនខ្មែរដូចកែវវាសនាណាមានន័យថាសូនតារាកំពុងតែជជែកជាមួយបងប្អូនកូនសិស្សឬក៏ប្រិយមិត្តអ្នកគ្រប់គ្រងរាប់លានអ្នកស្រីទៅហើយមួយទៀតខ្ញុំថាអានឹងវាជា still របស់សូនតារាមនុស្សយើងម្នាក់ទោះជាអ្នកចម្រៀងក៏ដោយកីឡាក៏ដោយគឺសិតតែមានរបៀបខុសគ្នាក៏អត់ដូចគ្នាទេណាបើយើងជ្រិញបើយើងមិនចូលចិត្តហ្នឹងគឺយើងធ្វើបែបយើងទៅអានេះគេហៅបែបសូនតារាណាបងណាសំឡេងវាត្រូវតែខុសគ្នាស៊ីនីសមុទ្រគាត់មានបែបស៊ីនីសមុទ្រកៅសារ៉ាត់គាត់មានកៅសារ៉ាត់ចឹងទៅមែនទេប្រមាញគាត់មានបែបប្រមាញចឹងទៅអានេះគឺខ្ញុំធ្លាប់ឆ្លើយក្នុងអតីតកាលព្រោះតែឥឡូវខ្ញុំត្រឡប់មកប្រិយមិត្តនៅអូស្ត្រាលីគាត់និយាយវិញរឿងហ្នឹងរឿងបងប្អូនស្ដាប់ទៅប្រហែលជាបងប្អូនខ្លះគាត់ថាត្រូវឬគូណែគាត់និយាយដូចខ្ញុំនិយាយខាងដើមគាត់ថាពួកម៉ាក់គាត់ថាស្ដាប់សូនតារាឃើញហើយមួយថ្ងៃស្ដាប់តែសូនតារាហ្នឹងគឺថាវាអញមិនមែនមិនចង់ស្ដាប់ទេព្រោះគាត់និយាយយូរពេកមែនទេឆ្ងល់តែអញគេតែមានពេលស្ដាប់ដែរហើយស្ដាប់ចោះទៅហៀលយូរពេលហ្នឹងពួកម៉ាក់ហ្នឹងគាត់ក៏ទៅសេប្រាប់ខ្ញុំថាអើយស្ដាប់ខ្លួនឯងទៅសាក់ស្ដាប់គាត់មើលអាកន្លែងណាដែលចោះទៅអាកន្លែងណាដែលចំណុចសំខាន់ឯងយកទៅណាកន្លែងណាមិនសំខាន់រំលងចោលទៅអញវាអត់ធ្វើអីអញចេះតែអង្គុយស្ដាប់ទៅគាត់ថាមានឯណាពួកម៉ាក់គាត់ណាអានេះគាត់ប្រាប់ខ្ញុំថាតាមគាត់ទៅតារាសុវណ្ណតារាម៉ុងថ្ងៃគាត់ថាពួកម៉ាក់គាត់ញៀនលោកគ្រូគាត់ថាឥឡូវញៀនវីដេអូលោកគ្រូចេះសួរចុះអត់ឃើញគាត់ផ្សាយផ្ទាល់អញ្ចឹងមិនចឹងចុះគេឯងនឹងថានៃ1ម៉ោងនឹង view ស្ដាប់ចោះគាត់ថាអញដំបងចេះតែឆ្ងល់ហើយមិនគុំមនុស្សម្នាក់ស្ដាប់សូនតារាហ្នឹងវាចេះតែស្ដាប់ពេញពីដើមដល់ចប់ហ្នឹងដាក់ចោលដាក់កាសបើកឡានពងធ្វើការដាក់កន្លែងធ្វើការនឹងចោលកោកហ្នឹងហើយមិនព្រមចោះដល់តែគាត់ស្ដាប់ទៅគាត់ថារកកន្លែងចប់វាអត់ឃើញណែមានប្រិយមិត្តខ្លះវ៉ាន់នេះម៉ាក់ផ្ញើមកសូនតារាទេណាគាត់ថាហេរកកន្លែងកាត់ហ្នឹងវាមិនឃើញមិនវាកាត់តាណាមកđâyបានវាចេះតែជក់សូទៅអ្វីដែលគួរឲ្យភ្ញាក់ផ្អើលណាបងប្អូនណាស្ដាប់សូនតារាជក់សូទៅស្រាប់តែចប់បាត់អញចប់បាត់ហើយរកកន្លែងកាត់វាអត់ឃើញអាហ្នឹងគាត់ប្រាប់ខ្ញុំហើយខ្ញុំក៏ធ្លាប់និយាយមិនមែនមានតែគាត់ទេមិនមែនមានតែប្រិយមិត្តកូនសិស្សសូនតារានៅអូស្ត្រាលីនឹងទេសឹមចន្ទរាតែពិតមានអ្នកប្រាប់ខ្ញុំចឹងច្រើនហើយអ្នកណាដែលនិយាយថាទូរទស្សន៍សូនតារាហ្នឹងនិយាយទៅវែងពេកណាអានេះប្រយ័ត្នតែស្ដាប់បាត់មួយថ្ងៃដល់រសួរគ្នាទូរស័ព្ទហេលោកឃើញលោកគ្រូឡាយថាអញចុចមើលចុចបាត់ទេ page របស់ខ្ញុំគេរត់បន្តមកបងខ្ញុំមិនដឹងមូលហេតុអីទេខ្ញុំកំពុងតែសួរ admin ទៅជែកជាមួយ admin ហ្នឹង page របស់ខ្ញុំមនុស្សច្រើនណាថា
chút mơ mình bán và cho tôi bị lột trên mơ là hốt đắc chi bông số chân vì dạng na cả đói nè vì chỉ chủng mất mùi đại là o sầm rạp prey chủng mất miền tây class đạp chủng riêng vô cái thôi nhưng mà đạp sồn ra thay là hốt miền ấy đạp chủng riêng mà mong chân bàn để mình thà này nó Australia nè nơi America nơi Australia Canada nè nơi sọc mày gì nữa nè đại đạp sồn ra hơi rồi và lại cắt lại chân vật thà cứ về rồi cắt bán đất như mình thấy và tay về rồi cả lại cắt năng vì mình khơi nhá rồi lại rụng lông gọt khơi nhá vì miền là đạp từ nhá chop á này mà máu mà plete preachment share về đồ địnhกัน preachment តែទៀតម៉ៅសុកហានទូរទស្សន៍សូនតាស្រាប់ខោជិនផ្ដាច់ការផ្លាស់ប្ដូរផ្នែកគណិតរយរីស៊ីនមែនទេសេង Chris មានអញ្ចឹងឯក្នុងនេះមានបងប្អូនខ្លះស្ដាប់ទៅគឺថាសារៈអ៊ុំអូលោកគ្រូនឹងដាក់ចំកណ្ដាលមុខខ្ញុំនឹងហើយណានិយាយទៅស្រាប់តែអុញចប់បាត់ហើយតាមរបងណាតិចអត់ឃើញផ្សាយនឹងតាមរហើយគ្រឿងខ្លែងទី2សូបុនសូនិយាយរឿងទំនិញចាក់ចោលទៀតណាព្រោះនោះវាជាប់ភិកកាលពីម្សិលមិញវៀនឈុនម្សិលមិញខ្ញុំបានតបទៅនឹងប្រិយមិត្ត CBP ម្នាក់ដែលគេថាមកពីស្រុកខ្មែរហ្នឹងវាមានរបស់ស៊ីច្រើនស៊ីមិនអស់វាសម្បូរបានគេចាក់ចោលបាទខ្ញុំឆ្លើយតបឲ្យខ្ញុំថាបើលុយសម្ដេចពួកអុកញ៉ាហ្នឹងច្រើនម្លឹងចាយមិនអស់អាមិនក៏មិនយកចាក់ចោលតាមផ្លូវបាត់បត់ដូចគេចុកអត់ទាន់ឃើញតបន្តមានអីមានអាចេបចោលព្រោះប្រាជ្ញាវាទៅបាត់រួចទេវាអត់មិនសច្ចធម៌អាហេងស្រាប់តែថ្ងៃនេះមានខមមិនមួយទៀតដែលគេឧស្សាហ៍ខមមិនដែរប៉ុន្តែថ្ងៃនេះខ្ញុំលើកយកវាយកមកនិយាយ Stephanie Rose គេថាបើឯងប៉ាកែមិនកងពុយទៅទឹះមកជួយទិញប្រជាកសិករឲ្យអស់មកតារាសៀមរៀងអរបងប្អូនឆ្លើយថាម៉េចអានោះសារគណៈបព្វជិជនមានពេលខ្លះដាក់មួយផ្លែមកហ្នឹងឲ្យបងប្អូនយើងលំបាកណាបងណាដូចមិនសមមិញហ្នឹងសូនតារាថាគេថារបស់ស៊ីមិនអស់សម្បូរបានចាក់ចោលជើងថាលុយហ៊ុនសែនលុយពួកអុកញ៉ាណោះណាសម្បូរមិនក៏ចាយមិនអស់មិនក៏មិនយកលុយមកចាក់ចោលតាមផ្លូវអាហ្នឹងទៅចុះឥឡូវគេថាចឹងវិញគឺពិតមែនសារគណៈបព្វជិជនគេថាចឹងគេថាពួកឯងឃើញតែទឹះអត់មានបានជួយអីទេបើប៉ាកែទឹះពេកកុំទឹះណាចិត្តជលសាឯងមកណាមកជួយទិញឲ្យអស់មកឥឡូវបងប្អូនឆ្លើយតែម៉េចអាហ្នឹងបងប្អូនច្បាស់ជាខឹងហើយបើធីរៈណាគេងើបងប្អូនច្បាស់ជាខឹងហើយបើខុសពីសូនតារាខឹងសគ្រឹតទៅឯងឈួតទេអញនឹងវាស្អីហើយវាឆ្លោយដូចឆ្កែដូចឈួតដូចចឹងចិត្តទៅពេលហ្នឹងខ្ញុំក៏ឆ្លើយអានេះខ្ញុំឆ្លើយខមមិនបងប្អូនទៅមើលនៅវីដេអូខ្ញុំម្សិលមិញឆ្លើយនៅក្នុងវីដេអូម្សិលមិញណាហើយគាត់ឆ្លើយតបម្ដងទៀតខ្ញុំក៏ឆ្លើយតបលើកទី2កឹមអាមុំគាត់ថានេះខឹមសក់ដូចខ្ញុំថាមិនហ្នឹងហើយប៉ាកែទឹះពេកកុំបានតែទឹះហើយមកជួយទិញមកអស់មកបើប៉ាកែណាពេលនោះខ្ញុំក៏ឆ្លើយដោយសួរសំណួរទៅគាត់វិញពោះមុននឹងខ្ញុំឆ្លើយខ្ញុំចុចមើល profile បាទឃើញ profile គាត់មនុស្សហើយគាត់មានថតរូបប្រពន្ធកូន share និងផុសអត្ថបទថ្មីណាខ្ញុំថាហេតុអីបានជាឲ្យខ្ញុំទៅទិញហេតុអីបានជាហៅឲ្យខ្ញុំទៅទិញពុំបញ្ញាវឌ្ឍនាគាត់ក៏ឆ្លើយមួយម៉ាត់ទៀតថាឆ្លើយតបមកខ្ញុំហ្នឹងខ្ញុំថាក្រែងលោកឯងនឹងចង់ជួយកសិករហ៎សម្បត្តិមាស